ជំរាបសួរបងប្អូននេះហ្នឹងហើយមានបងភិជាច្រើនក៏បានឆានមកសួរខ្ញុំថាតើតួងជាមួយនឹងចំណីមេពងបងមេបាវាណាខ្ញុំឲ្យស៊ីមិនលីមិនអញ្ចឹងជាទូទៅមេបាទាឬក៏យើងទាពូជហ្នឹងយើងផ្ដោតសំខាន់អត់ទៅលើប្រូតេអ៊ីនពេកទេបងយើងផ្ដោតសំខាន់ទៅលើកាល់ស្យូមប្រូប្រភេទមេបាបើសិនជាយើងឲ្យប្រូតេអ៊ីនខ្ពស់វាធាត់ខ្លាំងក៏វាពិបាកក្នុងការផលិតពងដែរអញ្ចឹងបងអញ្ចឹងយើងផ្ដោតសំខាន់ទៅលើកាល់ស្យូមអញ្ចឹងនៅក្នុងហ្នឹងខ្ញុំមានលាយខ្លះខ្ញុំមានលាយប្រភេទស្រូវបងបើសិនជាបងអាចបដោះបានបដោះឲ្យស៊ីល្អអញ្ចឹងគឺខ្ញុំដាក់ស្រូវហើយខ្ញុំមានកតួខ្ញុំមានបាយខ្ញុំមានកាក់សណ្ដែកសៀងហើយខ្ញុំមានសបកពងមាន់បងសបកពងមាន់ពងទាហ្នឹងសបកពងទាដែលពេលវាញាស់ហើយហ្នឹងណាបងវាញាស់ហើយខ្ញុំយកមកលាយមកកិនវាអញ្ចឹងអាសបកពងមាន់ហ្នឹងរបៀបធ្វើវាអញ្ចឹងបងយើងបុកដល់ពេលវាញាស់ហើយយើងយកវាមកហាលឲ្យរាងស្រួយបន្តិចមកដើម្បីឲ្យស្ងួតហើយបងយកវាច្បាច់រៀងបែកតិចមកហើយយកវាទៅលីងវាហ្នឹងដើម្បីវាងាប់មេរោគហ្នឹងបងហើយឲ្យវាស្រួយយើងស្រួលបុកប្របែកវាអញ្ចឹងហាលឲ្យស្ងួតគឺទៅលីងឲ្យបុកវាមកជាម្សៅមកឬបងឃើញក្នុងកតិចសហ្នឹងសបកពងទាហ្នឹងបងព្រោះមេប្រភេទមេបាពងយើងត្រូវផ្ដោតសំខាន់លើកាល់ស្យូមបងហើយប្រូតេអ៊ីនក៏យើងឲ្យវាដែរតែយើងមកល្មមគួរសមទៅបានព្រោះដល់ពេលណាដែលវាធាត់ពេកក៏វាពិបាកនៅក្នុងការផលិតពងដែរហើយនេះចំណីសម្រាប់ខ្ញុំដាក់បន្តិចហ្នឹងបងហ្នឹងហើយមានបន្លែខៀវបងបន្លែខៀវហើយបន្លែខៀវហ្នឹងវាមានឯខ្លះខ្ញុំមានចកអាសាឡារបស់ខ្ញុំហ្នឹងបងចកអាសាឡាហើយនឹងស្លឹកធំថេតហ្នឹងខ្ញុំឲ្យស៊ីមួយសប្តាហ៍ខ្ញុំឲ្យវាស៊ី2 ដងអញ្ចឹងបងនៅក្នុងស្លឹកធំថេតហ្នឹងវាមានសារធាតុចិញ្ចឹមច្រើនហ្នឹងបងជាមើលខ្ញុំមានពេលខ្ញុំនឹងធ្វើវីដេអូរ៉ាយរ៉ាប់ប្រាប់បងហើយមួយទៀតស្លឹកល្ហុងដូចគ្នាបងស្លឹកល្ហុងហ្នឹងហើយអញ្ចឹងចំណីទាពងរបស់ខ្ញុំចំណីមេបាគឺខ្ញុំលីបៀបហ្នឹងបងហើយមេបាអត់ស៊ីអត់ច្រើនទេបងស៊ីអត់ច្រើនទេនេះបងមើលទៅមួយចានដែកនេះមួយចានដែកបងព្រឹកមួយចានដែកល្ងាចមួយចានដែកហើយខ្ញុំឲ្យវាស៊ីបានតែ2 ដងទេមួយថ្ងៃបងព្រឹកហើយនៅល្ងាចហើយពេលព្រឹកខ្ញុំដាក់ច្រើនតិចទៅវាស៊ីដល់លេងទៅដល់ថ្ងៃអញ្ចឹងទៅអញ្ចឹងខ្លីៗមានតែប៉ុណ្្នឹងឯងបងហើយចំណីទាពងខ្ញុំលីមានរបៀបហ្នឹងជាទូទៅខ្ញុំត្រូវដាក់ពោតមួយមុខទៀតបងពោតកិនណាប៉ុន្តែឥឡូវពោតកិនខ្ញុំអស់អញ្ចឹងប្រហែលជាអាចពាក់កណ្ដាលខែ8ឬដើមខែ9ហ្នឹងគឺយើងមានពោតឲ្យវាស៊ីវិញហើយអរគុណច្រើនបងប្អូនអរគ្នាបាទ